គ្នាថាស្អែកគឺពួកយើងមកធ្វើការទាំងអស់គ្នាដោះដូរថ្ងៃតែអ្វីដែលពួកខ្ញុំតាមទុកមិនសុខចិត្តទី1ចាំគាត់និយាយរឿងការងារគឺអត់បញ្ហាទេធម្មតារោងចក្រគឺប្រញាប់ចេញទូចេញអវ៉ាន់ឲ្យពួកយើងជួយសហការខែមកធ្វើការថ្ងៃផងថ្ងៃអាទិត្យគឺជារឿងធម្មតាសម្រាប់ពួកយើងព្រោះមកអ្វីក៏ពួកយើងគាត់ថែមថ្ងៃអាទិត្យក៏ពួកយើងគាត់ធ្វើដែរមែនអត់ខែពេញធ្វើមួយខែពេញគឺពួកយើងគាត់តែគ្រប់គ្រងកាត់ហើយចាំវាអត់មានអីអស្ចារ្យណាមួយថ្ងៃហ្នឹងទេក៏ប៉ុន្តែអ្វីដែលពួកខ្ញុំប្រធានទៅប្រជុំមិនសមមិនពួកខ្ញុំមកសុខចិត្តគឺដោយសារតែម៉េចប្រជុំរឿងការងារសុខលើករូបហ៊ុនម៉ាណែតយកមកឲ្យពួកខ្ញុំមើលលើករូបហ៊ុនម៉ាណែតឲ្យពួកខ្ញុំមើលបើសិនជាពួកខ្ញុំជាប្រធានផ្នែកទាំងអស់គ្នាទៅសំណពរកូនក្រុមទាំងអស់ណាបានទេហើយពួកខ្ញុំដាក់ការងារឡើងទៅផ្ទះអត់យើងគិតមើលថាតើពួកខ្ញុំនេះមានអារម្មណ៍ម៉េចរាល់ថ្ងៃពួកយើងគិតតែពួកខ្ញុំមកគៀបសង្កត់ពួកយើងតែពួកយើងអត់ដឹងទេថាគេគៀបសង្កត់ពួកខ្ញុំម៉េចចាំទី1ខ្ញុំក៏អត់ចង់បាត់បង់ការងារនឹងដូចគ្នាបន្ទាប់មកទៀតនិយាយរឿងបាញ់ពួកឯងទៅផ្ទះអស់ចិត្តហើយចាប់ដើមនិយាយប្រទេសយើងថៃបានថៃមកឆ្លៀនទៀតដោយសារតែប្រទេសយើងមានការងារធ្វើគេមកវិនិយោគគេយកលុយមកហើយពួកយើងអត់ចង់បានលុយទេចឹងបានប្រទេសយើងក្រចឹងបានទៀមវាមកឆ្លៀនយើងខ្ញុំមកសំដីមួយម៉ាត់ហ្នឹងដូចចាក់ចាំបេះដូងខ្ញុំចឹងខ្ញុំឈឺអាណែនាំការងារមកជុំអាងុំមើងងាយឯងទៀតនិយាយធម្មតាព្រោះជនជាតិចិនចាឥឡូវកូនខ្មែរក៏ដូចកាលមុនដែរចេះសាមគ្គីគ្នាពាក្យដែលគាត់និយាយនេះបើសិនជាខ្មែរសុទ្ធហ្នឹងគាត់ចេះឈឺចាប់បើថាក្បាលជនខ្លួនខ្មែរគាត់មិនចេះឈឺចាប់ទេមានអសយថែមតែចោល